មេឆ្កែយប់នេះប្លែកខុសពីធម្មតាខ្លាំងណាស់កូនឆ្កែទាំងឡាយកំពុងតែស៊ីបាយយ៉ាងស្រួលបួលប៉ុន្តែវាបែរជាព្រុសខ្លាំងហើយដេញពូវាឲ្យចូលក្នុងទ្រុងនៅមានមួយក្បាលទៀតស៊ីបាយមិនទាន់អស់ផងក៏ត្រូវបានមេឆ្កែខាំពំបញ្ចូលទៅក្នុងយ៉ាងបង្ខំបន្ទាប់ពីប្រកាសថាពួកកូនមានសុវត្ថិភាពវាក៏ស្ទុះទៅក្បែរបង្អួចយ៉ាងលឿនរួចព្រុសយ៉ាងខ្លាំងសម្ដៅទៅក្នុងផ្ទះហាក់ដូចជាកំពុងដាស់តឿនម្ចាស់ថាមានគ្រោះថ្នាក់ដំបូងឡើយជីតានិងចៅស្រីនៅក្នុងផ្ទះមិនបានចាប់អារម្មណ៍រហូតតែលោកតាបានឃើញទាំងក្តីតក់ស្លុតកែវទឹកនៅលើទស្រាប់តែញ័រយ៉ាងខ្លាំងសម្លេងព្រុសរបស់ឆ្កែក៏កាន់តែខ្លាំងនិងញាប់ទៅប៉ុន្តែមិនដល់1វិនាទីផងគាត់ក៏ត្រូវបានកម្លាំងរញ្ជួយបន្ទាប់មកបង្អួចក៏បានបែកខ្ទេចភ្លាមនៅក្នុងបន្ទប់ចាប់ផ្ដើមរញ្ជួយវិលវល់អស់ពេលនេះចង់រត់ក៏ហួសពេលទៅហើយខណៈពេលដែលទូដ៏ធ្ងន់នោះបានដួលសង្កត់ចុះមកលោកតាឈៀនអាចត្រឹមតែយកខ្លួនទៅបាំងការពារចៅស្រីនៅពីក្រោមជាចុងក្រោយបន្ទាប់ពីលោកនៃការរញ្ជួយបានកន្លងទីនេះបានខ្លាយជាគំនរបាក់បែកទាំងស្រុងឃើញបែបនេះសត្វឆ្កែមានការព្រួយបារម្ភយ៉ាងខ្លាំងវាបានជីកដីយ៉ាងខ្លាំងក្លាដើម្បីជួយសង្គ្រោះម្ចាស់របស់វាជីកតាំងពីយប់រហូតដល់ភ្លឺឈាមបានជ្រាបពេញក្រញាំជើងរបស់វាបាត់ទៅហើយក្មេងដែលរឹងមាំក៏បានចូលរួមជួយម្នាក់មួយដៃម្នាក់មួយជើងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវានៅតែមិនអាចចូលទៅជិតម្ចាស់ដែលជាប់គាំងបានបន្តិចសោះប៉ុន្តែនៅពេលនោះឯងស្រាប់តែសត្វឆ្កែហិតក្លិនអ្វីម្យ៉ាងដែលប្លែកវាហាក់ដូចជាបានឃើញពន្លឺសង្ឃឹមដូច្នេះវាក៏ចាប់ផ្ដើមប្រជែងនឹងពេលវេលាឆ្ពោះទៅកាន់ទីដៅនៃក្លិននោះពិតមែនហើយនៅមិនឆ្ងាយប៉ុន្មានមានបុគ្គលិកសង្គ្រោះ2នាក់សត្វឆ្កែមិនអាចនិយាយបានទេវាបានត្រឹមតែព្រោះដាក់ពួកគេមិនឈប់ប៉ុន្តែបុគ្គលិកសង្គ្រោះមិនយល់ពីបំណងរបស់វាឡើយពួកគេគ្រាន់តែចង់ដេញសត្វឆ្កែដែលរពឹសនេះចេញទៅរឿងនេះធ្វើឲ្យសត្វឆ្កែមានការព្រួយបារម្ភជាខ្លាំងណាស់ល្អវារហ័សរហួនគិតឃើញវិធីកំសាន្តសម្លៀកបំពាក់របស់អ្នកជួយសង្គ្រោះម្លេងនេះហើយដែលធ្វើឲ្យពួកគេបានរកឃើញតើនៅតែប្រើលុយធ្វើទៀតឬក្រសែភ្នែកដែលទូចហាក់ដូចជាបានបញ្ជាក់គ្រប់យ៉ាងអ្នកជួយសង្គ្រោះឲ្យឆ្កែនាំផ្លូវឆ្កែក៏រត់ទៅរកទីដៅរបស់ម្ចាស់វាភ្លាមអ្នកជួយសង្គ្រោះ2នាក់ក៏ដើរតាមពីក្រោយយ៉ាងគៀកគេឃើញឆ្កែនោះដើរបណ្ដាលងាកក្រោយមើលបណ្ដាទីបំផុតវាបាននាំពួកគេទៅដល់គំនរបាក់បែកនៃផ្ទះរបស់វាបុរសនោះបានសន្និដ្ឋានភ្លាមថាម្ចាស់ឆ្កែនៅទីនេះឯងបន្ទាប់មកក៏ចាប់ផ្ដើមរុករកក្នុងគំនរបាក់បែកសកម្មភាពរបស់ពួកគេមានភាពស្ទាត់ជំនាញនិងប្រុងប្រយ័ត្នខ្លាចបង្កឲ្យមានរបួសបន្ថែមដល់អ្នកដែលជាប់គាំងក្រោមការខិតខំប្រឹងប្រែងរបស់ពួកគេទីបំផុតម្ចាស់ក៏ត្រូវបានជួយសង្គ្រោះដែរលោកតាមានរបួសធ្ងន់ធ្ងរត្រូវតែទទួលការព្យាបាលជាបន្ទាន់សំណាងល្អនៅពេលដ៏សំខាន់យន្តហោះជួយសង្គ្រោះបានមកដល់ទាន់ពេលវេលាប៉ុន្តែនៅពេលឃើញថាទាំងម្ចាស់និងឆ្កែអាចត្រូវបានសង្គ្រោះប៉ុន្តែនៅពេលនោះដោយសារតែជ្រុងខ្យល់និងទីតាំងដីធ្វើឲ្យឧទ្ធម្ភាគចក្រមិនអាចចុះចតបានក្នុងរយៈពេលយូរគ្មានវិធីផ្សេងឧទ្ធម្ភាគចក្រមានតែបង្ខំចិត្តហោះហើរលើអាកាសហើយទម្លាក់ខ្សែពូចុះមិនយូរប៉ុន្មានពួកគេក៏បានបញ្ជូនលោកតាឡើងទៅលើតែនៅពេលដែលរៀបនឹងបញ្ជូនប្អូនស្រីឡើងទៅគាត់ស្រាប់តែនឹកឃើញថាបើយើងទាំងអស់គ្នាឡើងទៅអស់ហើយចុះចំណែកឯឆ្កែវិញមួយរំពេចនោះអ្នកជួយសង្គ្រោះក៏ធ្លាក់ក្នុងស្ថានភាពពិបាកសម្រាប់ចិត្តប្រសិនបើមិនមែនដោយសារឆ្កែនេះទេគ្រួសារនេះច្បាស់ជាមិនអាចត្រូវបានជួយសង្គ្រោះឡើយប៉ុន្តែនៅពេលដែលគាត់កំពុងស្ទាក់ស្ទើរសំឡេងស្រែកហៅយ៉ាងប្រញាប់ប្រញាល់ក៏បន្លឺឡើងពីលើឧទ្ធម្ភាគចក្រជាបន្តឃើញបុគ្គលិកពេទ្យនៅលើឧទ្ធម្ភាគចក្រមានទឹកមុខតានតឹងខ្លាំងប្រសិនបើមិនប្រញាប់បញ្ជូនលោកតាទៅសង្គ្រោះបន្ទាន់ទេគាត់អាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតហើយមធ្យោបាយតែមួយគត់នៅពេលនេះគឺត្រូវបោះបង់ឆ្កែនោះចោលទោះបីជាប្អូនស្រីអង្គរកយ៉ាងណាក៏ដោយក៏នៅតែមិនអាចបញ្ឈប់ភាពដ៏សាហាវឃោឃៅនេះបានដែរព្រោះក្នុងក្រសែភ្នែកអ្នកជួយសង្គ្រោះគឺមានតែការជួយមនុស្សគេគ្មានការប្រកេកជួយសង្គ្រោះសត្វឆ្កែនោះឡើយដោយមិនដឹងថាការសម្រេចចិត្តដែលមើលទៅហាក់ដូចជាសម្ហេតុផលនេះនឹងធ្វើឲ្យគាត់ស្ដាយក្រោយអស់មួយជីវិតខណៈពេលដែលឃើញម្ចាស់បោះបង់ខ្លួនចោលដោយភាពអស់សង្ឃឹមវាក៏បានត្រឹមតែដេញតាមឧទ្ធម្ភាគចក្រយ៉ាងអស់ពីទោះបីជាយកតែកូនរបស់វាទៅក៏ដោយនៅពេលឃើញទស្សនវិជ្ជាដ៏គួរឲ្យអាណិតនេះទោះបីជាប្អូនស្រីយំយ៉ាងណាក៏ដោយក៏មនុស្សគ្រប់គ្នានៅតែមិនអើពើលោកតាក៏បានងាកក្បាលចេញដោយភាពមានកំហុសមិនដឹងថាដេញតាមយូរប៉ុណ្ណានោះទេរហូតដល់ឧទ្ធម្ភាគចក្របានបាត់ពីខ្សែភ្នែករបស់សត្វឆ្កែវាក៏មិនចង់ជឿដែរថាម្ចាស់របស់វាបានបោះបង់វាចោលបានត្រឹមតែលួងលោមកូនថាម្ចាស់នឹងត្រឡប់មកទទួលពួកយើងវិញក្នុងពេលឆាប់នេះប៉ុន្តែរហូតដល់រងចាំអស់រយៈពេលតែមិនមានដំណឹងអ្វីពីម្ចាស់ឡើយដោយគ្មានជំរឿមេឆ្កែក៏បាននាំកូនទៅកាន់កន្លែងដែលធ្លាប់លេងជាមួយម្ចាស់ប៉ុន្តែបន្ទាប់ពីស្វែងរកយ៉ាងយូរក៏នៅតែមិនឃើញសូម្បីតែស្រមោលរបស់ម្ចាស់គាត់ដឹងថាការបន្តបែបនេះមិនមែនជាដំណោះស្រាយយ៉ាងណាមិញកូនក៏ឃ្លានខ្លាំងណាស់ដែរត្រូវតែរកអ្វីញ៉ាំឲ្យបានឆាប់តាមដែលអាចធ្វើទៅបានសូម្បីតែថង់សម្រាមក៏ពួកគេលិតយ៉ាងខ្លាំងដែរដោយគ្មានជំរឿមេឆ្កែមានតែសាកល្បងសំណាងនៅក្នុងគំនរបាក់បែកសំណាងល្អគាត់បានរកឃើញទូទឹកកកមួយបន្ទាប់ពីគាត់បានខិតខំយ៉ាងខ្លាំងដើម្បីចូលទៅក្នុងនោះស្រាប់តែដឹងថាខ្លួនឯងមិនអាចចេញមកក្រៅវិញបានប៉ុន្តែបន្ទាប់ពីចេញមកបានដោយពិបាកក៏រកឃើញសាច់ក្រកបានតែមួយដើមប៉ុណ្ណោះសូម្បីតែមិនគ្រប់គ្រាន់សម្រាប់កូនចែកគ្នាផងដោយគ្មានជំរឿមេឆ្កែមានតែស្វែងរកវិធីផ្សេងទៀតនៅពេលនោះគាត់ក៏ស្រាប់តែឃើញព្រាបពីរបីក្បាលនៅពីចម្ងាយគាត់ក៏បើកភ្នែកធំដោយក្តីរំភើបភ្លាមបន្ទាប់មកគាត់ក៏ស្ទុះទៅមុខដើម្បីត្រៀមចាប់ពីរបីក្បាលមកចំអែតក្រពះប៉ុន្តែមេឆ្កែដែលអត់អាហារអស់រយៈពេល3ថ្ងៃមកហើយនោះគ្មានកម្លាំងបន្ថែមអ្វីទៀតទេយូរគាត់ចាប់មិនបានសូម្បីតែមួយគាត់មិនទាន់មានពេលសោកសៅនៅឡើយទេព្រោះកូនរបស់គាត់កំពុងត្រូវបានក្អែកពីរបីក្បាលវាប្រហារមេឆ្កែឃើញដូច្នោះក៏ស្ទុះទៅភ្លាមប៉ុន្តែក្អែកដោយសារមានព្រាបនៅលើអាកាសបានបន្តវាប្រហារមកលើវាឥតឈប់ឈរសូម្បីតែមុខរបស់មេឆ្កែក៏ត្រូវដាច់រយៈចេញឈាមយ៉ាងជ្រៅប៉ុន្តែវាមិនខ្វល់ពីរបួសនោះទេក្នុងចិត្តគិតតែពីដេញក្អែកចេញដើម្បីការពារកូនបន្ទាប់មកវាខំថ្មិញសង្កត់ចិត្តទ្រាំនឹងការជិះចាប់ដើម្បីទៅស៊ូជាមួយពួកវាទីបំផុតក៏បានដេញពួកវាចេញអស់ម្ដងមួយប៉ុន្តែមេឆ្កែបែរជាមិនអាចសប្បាយចិត្តបានតតែសោះយប់ឡើងមេឃភ្លៀងយ៉ាងខ្លាំងពួកវាបានត្រឹមតែជ្រកក្រោមគំនរបាក់បែករងចាំម្ចាស់ត្រឡប់មកទទួលពួកវាវិញឲ្យបានឆាប់ចំណែកឯប្អូនស្រីវិញចាប់តាំងពីថ្ងៃដែលត្រូវបានជួយសង្គ្រោះមកក៏តែងតែមានទុកព្រួយដោយសាររឿងសត្វឆ្កែក្រសែភ្នែកក៏បាត់បង់ភាពស្រស់ស្រាយដូចពីមុនរហូតដល់ថ្ងៃនេះប្អូនស្រីកំពុងមើលកាសែតដូចសពដងរំពេចនោះភ្នែករបស់នាងក៏ត្រូវបានតាក់ទាញដោយរូបភាពមួយសន្លឹកនៅលើកាសែតគឺជាឆ្កែរបស់នាងផ្ទាល់តាមពិតទៅវាបានរងចាំនាងនៅផ្ទះរហូតមកប៉ុន្តែនៅពេលនោះព័ត៌មានអាក្រក់បានលេចឡើងតាមកញ្ចក់ក្នុងរយៈពេលប្រមាណថ្ងៃទៀតនឹងមានភ្លៀងធ្លាក់ខ្លាំងបំផុតផ្ទះសម្បែងនៅក្នុងភូមិដើមឈើទាំងអស់ស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ប្អូនស្រីស្រាប់តែមានអារម្មណ៍បារម្ភយ៉ាងខ្លាំងប្រសិនបើនាងមិនទៅជួយសង្គ្រោះឆ្កែនោះទេនោះពួកវានឹងត្រូវស្លាប់ជាមិនខានដូច្នេះហើយនាងនិងបងប្រុសក៏បានព្រមព្រៀងគ្នាភ្លាមពួកគេបានសម្រេចចិត្តលួចត្រឡប់ទៅភូមិវិញភ្លាមដើម្បីជួយសង្គ្រោះឆ្កែប៉ុន្តែពួកគេមិនបានដឹងឡើយថាគ្រោះថ្នាក់បែបណាដែលពួកគេនឹងត្រូវប្រឈមមុខពួកគេទើបតែចេញដំណើរស្រាប់តែឃើញថាផ្លូវតែមួយគត់ដែលឆ្ពោះទៅកាន់ភូមិរបស់ពួកគេត្រូវបានរញ្ជួយដីបិទជិតហើយនៅជុំវិញនោះពោពេញទៅដោយកម្មករជួសជុលដើម្បីកុំឲ្យមនុស្សធំដឹងពួកគេមានតែរកផ្លូវកាត់ផ្សេងទៀតតាមផ្លូវភ្នំដើម្បីត្រឡប់ទៅវិញថែមទាំងមិនហ៊ានបង្អង់យូរឡើយតែអ្នកណាទៅដឹងថាសត្វឆ្កែនៅខាងទៀតក៏កំពុងនាំកូនដើររកម្ចាស់ដែរហើយនៅពេលដែលកូនកំពុងផឹកទឹកដើម្បីបំពេញកម្លាំងស្រាប់តែមានរញ្ជួយដីបន្ទាប់បានកើតឡើងយ៉ាងគំហុកសំណាងល្អដែលមេឆ្កែមានប្រតិកម្មរហ័សទើបអាចគេចផុតពីគ្រោះថ្នាក់បានប៉ុន្តែគ្រោះថ្នាក់កាន់តែធំនៅរងចាំខាងមុខនៅពេលដែលវាដឹកនាំកូនឆ្លងកាត់ស្ពានធំមួយស្រាប់តែដីចាប់ផ្ដើមញ័រយ៉ាងខ្លាំងក្លាបន្ទាប់មកការរញ្ជួយដីបន្ទាប់បានមកដល់ដោយគ្មានការព្រមានភ្លាមនោះស្ពានក៏បានបាក់ដាច់ចេញពីគ្នាហ្វូងឆ្កែគេចមិនទាន់ក៏ធ្លាក់ចូលទៅក្នុងទឹកទាំងអស់សំណាងល្អដែលទឹកទន្លេមិនសូវជ្រៅប៉ុន្មានមេឆ្កែបានអូសពួកវាឡើងច្រាំងម្ដងមួយបន្ទាប់ពីប្រកាសថាកូនទាំងអស់មានសុវត្ថិភាពហើយឆ្កែក៏លែងអាចទ្រាំទ្របានទៀតដែរបន្ទាប់មកជើងទាំងពីររបស់វាទន់ជ្រាយហើយក៏ដួលសន្លប់ទៅលើដីវាពិតជាឃ្លានខ្លាំងណាស់ដោយសារមិនបានស៊ីអ្វីសោះអស់រយៈពេលមួយរាងកាយរបស់វាបានឈានដល់កម្រិតកំណត់បាត់ទៅហើយគេចង់ជួបម្ចាស់គេម្ដងទៀតខ្លាំងណាស់ទោះបីជាគ្រាន់តែមួយផ្លែតក៏ដោយប៉ុន្តែរាងកាយលែងអាចទ្រទ្រង់ឆន្ទៈរបស់គេបានទៀតហើយមានតែបិទភ្នែកយឺតប៉ុណ្ណោះដោយមិនដឹងថាម្ចាស់តូចក៏កំពុងធ្វើដំណើរមកដែរប៉ុន្តែសំណាងអាក្រក់តែងតែមកជាន់គ្នាពួកគេទើបតែចូលដល់ក្នុងភ្នំស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងភ្នំដែលភក់ជ្រាំត្រូវទឹកភ្លៀងលាងជម្រះកាន់តែអើនឹងពិបាកធ្វើដំណើរខ្លាំងឡើងបើមិនប្រយ័ត្នបន្តិចអាចនឹងធ្លាក់ចុះពីលើភ្នំសំណាងល្អដែលបងប្រុសចាប់អូនស្រីទាន់ពេលទោះជាយ៉ាងណាគ្រោះថ្នាក់កាន់តែធំនៅពីក្រោយទៀតស្រាប់តែភ្នំមានការរញ្ជួយមានថ្មជាច្រើនបន្តធ្លាក់ចុះមករកពួកគេសំណាងល្អបងប្រុសមានប្រតិកម្មរហ័សបាននាំប្អូនស្រីគេចផុតពីគ្រោះថ្នាក់នេះអ្នកទាំងពីរកំពុងត្រៀមបន្តដំណើរទៅមុខទៀតស្រាប់តែប្អូនស្រីស្រែកយំដោយសារការជិះចង់ប្រុសដោះស្បែកជើងនាងចេញមើលមេជើងរបស់ប្អូនស្រីមានឈាមហូរដោយសារការដើរច្រើនពេកបងប្រុសមានអារម្មណ៍អាណិតអាសូរជាខ្លាំងប្អូនស្រីជិះលើខ្នងរបស់ខ្លួននៅខណៈពេលនេះរាងកាយដ៏តូចទាបរបស់បងប្រុសបែរជាមើលទៅខ្ពស់ធំខុសពីធម្មតាគេខំថ្មិញសង្កត់ចិត្តបោះជំហានយ៉ាងធ្ងន់សម្ដៅទៅរកម៉ារីប៉ុន្តែរឿងដែលមិននឹកស្មានដល់បានកើតឡើងស្បែកជើងរបស់ប្អូនស្រីបានធ្លាក់ចុះទៅ
ទឹកក្នុងជ្រោះដោយអចេតនាបងប្រុសបានដោះស្រោមជើងរបស់ខ្លួនចេញបន្ទាប់មកក៏ពាក់ស្រោមជើងរបស់ខ្លួនឲ្យនាងប៉ុន្តែរាងកាយរបស់ប្អូនស្រីខ្សោយពេកបន្ទាប់ពីត្រូវទឹកភ្លៀងជោគជាជាបន្តអូនស្រីបានគ្រុនក្តៅរហូតសន្លប់បាត់ស្មារតីចំណែកឯនៅក្នុងតំបន់សុវត្ថិភាពនាពេលនេះឪពុករបស់បងប្អូនទាំងពីរបានដឹងថាពួកគេបាត់ខ្លួនដោយគិតថាពួកគេប្រកាសជាត្រឡប់ទៅភូមិដើម្បីរកម៉ារីហើយគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងហើយក៏ប្រញាប់រត់ចេញទៅតាមមន្ត្រីនៅប៉ុស្តិ៍ត្រួតពិនិត្យប៉ុន្តែមិនទទួលបានដំណឹងអ្វីឡើយបានស្មានថាបងប្អូនទាំងពីរប្រហែលជាដើរកាត់តាមផ្លូវភ្នំគាត់បណ្ដាលស្រែកហើយបណ្ដាពេលហត់គាត់ក៏ឈប់សម្រាកនៅលើស្ពានឈើស្រាប់តែគាត់បានឃើញអ្វីម្យ៉ាងគាត់ក៏ប្រញាប់រត់ទៅរើសរបស់នោះមកមើលស្មានមិនដល់ថាវាជាស្រោមជើងរបស់កូនស្រីគាត់ថែមទាំងមានប្រឡាក់ឈាមគាត់បារម្ភខ្លាំងសូមបងជួយចុច like follow share ម្នាក់មួយផងដើម្បីទទួលបានរឿងថ្មីៗសូមអរគុណណាហើយក៏ចាប់ផ្ដើមដើររកយ៉ាងស្លន់ស្លោក្នុងអំឡុងពេលនោះបងប្អូនទាំងពីរមិនដឹងថាដួលអស់ប៉ុន្មានដងទេស្រាប់តែគាត់បានឃើញពន្លឺមួយនៅពីចម្ងាយគាត់ស្មានថាបងប្អូនទាំងពីរប្រហែលជានៅទីនោះដូច្នេះគាត់ក៏ប្រញាប់រត់ទៅទីនោះគាត់បានឃើញផ្ទះមួយខ្នងគាត់បើកទ្វារមើលពិតមែនហើយគាត់បានរកឃើញបងប្អូនទាំងពីរបងប្រុសក៏មានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងដែរហើយក៏ប្រញាប់ប្រាប់ឪពុកថាប្អូនស្រីកំពុងគ្រុនក្តៅឪពុកបានយកដៃទៅស្ទាបថ្នមក៏ដឹងថាពិតជាគ្រុនក្តៅមែនដូច្នេះគាត់ក៏រៀបចំស្ពីប្អូនស្រីត្រឡប់ទៅរកគ្រូពេទ្យតែបងប្រុសស្រាប់តែមិនព្រមទៅគាត់និយាយថាគាត់មិនទាន់រកឃើញម៉ារីនៅឡើយជើងរបស់គាត់នៅតែអាចដើរបានគាត់ចង់ត្រឡប់ទៅរកម៉ារីវិញឪពុកខឹងសម្បាយ៉ាងខ្លាំងសម្ដីរបស់បងប្រុសគឺរឹងមាំខ្លាំងណាស់ទោះបីជាត្រូវស្លាប់ក៏គាត់ត្រូវតែទៅដែរឪពុកបានខាត់គាត់ហើយរុញគាត់ទៅដីបងប្រុសបានស្រែកយ៉ាងខឹងសម្បាថាគាត់ត្រូវតែទៅឲ្យបានឪពុកបានទះកំភ្លៀងគាត់មួយយ៉ាងខ្លាំងសម្រាប់ឪពុកវិញអ្វីដែលគាត់ធ្វើគឺមិនខុសនោះទេគាត់គ្រាន់តែចង់ការពារកូនរបស់គាត់ប៉ុណ្ណោះឪពុកបាននាំបងប្អូនទាំងពីរត្រឡប់ទៅតំបន់សុវត្ថិភាពវិញសៀវមីទទួលបានការសង្គ្រោះទាន់ពេលវេលាឪពុកនិងកូនប្រុសបានដេកនៅលើគ្រែហើយនិយាយរឿងក្នុងចិត្តជាច្រើនចំពោះការទះកំភ្លៀងកាលពីលើកមុនឪពុកបានសុំទោសបងប្រុសថ្ងៃបន្ទាប់ស្រាប់តែមានដំណឹងល្អមួយបានមកដល់តំបន់សុវត្ថិភាពគ្រួសារនីមួយអាចបញ្ជូនតំណាងម្នាក់បានជិះយន្តហោះពិសេសត្រឡប់ទៅមើលស្រុកកំណើតប៉ុន្តែមានពេលតែ1ម៉ោងប៉ុណ្ណោះឪពុករបស់បងប្អូនទាំងពីរគឺជាកម្មាភិបាលភូមិដូច្នេះអាចនាំសមាជិកគ្រួសារម្នាក់ទៀតទៅបានពួកទាហានបានផ្ដល់ឱកាសនេះទៅឲ្យឈៀវមីដែលបានឡើងយន្តហោះនៅថ្ងៃនោះមានអ្នកភូមិចិត្តល្អម្នាក់បានលះបង់ឱកាសរបស់ខ្លួនឲ្យទៅបងប្រុសបងប្អូនទាំងពីរអង្គុយនៅលើធំភាគចាស់នឹកឃើញដល់ថ្ងៃដែលបានជួបមេរកាលពីឆ្នាំនោះមេរត្រូវបានម្ចាស់ចាស់បោះបង់ចោលអូនស្រីចង់ចិញ្ចឹមនាងប៉ុន្តែបងប្រុសបានព្យាយាមខាត់យ៉ាងខ្លាំងព្រោះតែឪពុករបស់ពួកគេខ្លាចឆ្កែខ្លាំងណាស់អូនស្រីក៏យកការដែរក៏បែរក្រោយដើរតាមបងប្រុសត្រឡប់ទៅផ្ទះវិញប៉ុន្តែអ្វីដែលពួកគេនឹកស្មានមិនដល់នោះគឺមេរបានដើរតាមពីក្រោយពួកគេរហូតមិនថាពួកគេដើរទៅដល់ទីណាមេរក៏ដើរតាមយ៉ាងស្អិតរមួតដែរហាក់ដូចជាបានចាត់ទុកពួកគេជាម្ចាស់ទៅហើយអូនស្រីសប្បាយចិត្តខ្លាំងណាស់នាងប្រាជ្ញាចិត្តថានឹងចិញ្ចឹមវាឲ្យបានតែដំបូងត្រូវឆ្លងកាត់ការយល់ព្រមពីឪពុកសិនដូច្នេះអូនស្រីក៏នឹកឃើញវិធីល្អមួយនាងបានទៅរកលោកតាអូយឈឺខ្លាំងណាស់ឯងនឹងមានសេចក្តីសុខខ្លាំងណាស់អាស៊ូកូអូយគ្មានមនុស្សទេនៅពេលដែលបានឃើញម៉ារីលោកតាស្រឡាំងកាំងមួយរំពេចប៉ុន្តែគាត់បានសន្យាជាមួយប្អូនស្រីរួចហើយដោយគ្មានជំរឿលោកតាក៏បង្ខំចិត្តបីម៉ារីត្រឡប់ទៅផ្ទះវិញធ្វើឲ្យឪពុកភ័យរហូតស្រែកចាច់ភ្លាមឪពុកបានផ្លាស់ប្ដូរពីការភ័យខ្លាចនៅពេលដំបូងមកជាការទទួលយកបន្តិចម៉ារីក៏បានផ្លាស់ប្ដូរពីកូនឆ្កែតូចមួយខ្លាចជាម្ដាយរបស់កូនបីក្បាលស្រីតែគិតថាម៉ារីទៅលេងនៅវាលស្មៅមួយប៉ុន្តែគ្រូនេះជួយដេញការធ្វើសម្ងាត់បានបំបីពេលវេលាកន្លងផុតពេលនេះភូមិទាំងនោះត្រូវបានលិចលង់ដោយទឹកជំនន់ជោគវាសនារបស់ម៉ារីក៏មិនទាន់ដឹងថាគ្រួសារទាំង3នាក់ទើបតែចុះពីលើយន្តហោះក៏ប្រញាប់ប្រញាល់ទៅកាន់ផ្ទះដែលត្រូវបានបំផ្លិចបំផ្លាញស្រែកហៅឈ្មោះម៉ារីយ៉ាងខ្លាំងប៉ុន្តែទោះបីជាពួកគេស្រែកហៅយ៉ាងណាក៏ដោយក៏គ្មានការឆ្លើយតបដែរទឹកមុខរបស់អូនស្រីពោពេញដោយការព្រួយបារម្ភពេកនោះគាត់ក៏នឹកឃើញកន្លែងសម្ងាត់មួយហើយបានរត់ទៅកាន់ទីនោះយ៉ាងលឿនគាត់បានរត់យ៉ាងអស់ពីកម្លាំងឆ្លងកាត់ផ្លូវតូចតាមចន្លោះភ្នំរហូតមកដល់មូលដ្ឋានសម្ងាត់ដែលពួកគេធ្លាប់មានពីមុនប៉ុន្តែរកមើលម្ដងហើយម្ដងទៀតស្រែកហៅម្ដងហើយម្ដងទៀតក៏នៅតែរកមិនឃើញដដែលអូនស្រីរបស់ម៉ារីនៅទីបំផុតមិនអាចទប់អារម្មណ៍បានគាត់ដឹងថាម៉ារីប្រហែលជាលែងនៅរស់ហើយអារម្មណ៍ខុសឆ្គងយ៉ាងខ្លាំងបានកើតឡើងក្នុងចិត្តឪពុកបានអបគាត់ក្នុងរង្វង់ដៃលួងលោមគាត់ថ្នមរំពេចនោះសម្លេងព្រោះតិចរបស់កូនឆ្កែបានបន្លឺឡើងដល់ត្រចៀកពួកគេតាមពិតគឺជាកូនរបស់ម៉ារីសោះអូនស្រីឃើញហើយក៏ប្រញាប់ស្ទុះទៅរកភ្លាមស្របពេលនោះដែរកូនពីរនាក់ទៀតរបស់ម៉ារីក៏បានបង្ហាញខ្លួនពួកគេទាំងអស់គ្នានៅមានជីវិតតែមានតែម៉ារីម្នាក់គត់ដែលមិនឃើញអូនស្រីបានស្រែកហៅអស់ពីកម្លាំងកាយចិត្តនៅតែគ្មានការឆ្លើយតបលើកនេះគាត់អស់សង្ឃឹមទាំងស្រុងហើយឪពុកបំរុងនឹងលួងលោមគាត់ស្រាប់តែឃើញអ្វីម្យ៉ាងឆ្កែដ៏ខ្វាក់មួយក្បាលកំពុងដើរខ្វិនជើងមករកពួកគេយឺតនោះគឺជាម៉ារីពិតមែនអូនស្រីបានស្ទុះទៅភ្លាមម្នាក់នឹងឆ្កែមួយក្បាលរត់មករកគ្នាទៅវិញទៅបន្ទាប់ពីបានឆ្លងកាត់ការជិះចាប់អស់រយៈពេលជាច្រើនផុតម៉ារីបានរងចាំម្ចាស់របស់នាងមកដល់អូនស្រីយំយ៉ាងខ្លាំងដោយក្តីសោកសៅម៉ារីក៏បានស្រក់ទឹកភ្នែកដែរអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុតនៅក្នុងខ្សែភាពយន្តនេះគឺម៉ារីបានផ្ដល់អាហារទាំងអស់ដែលនាងរកបានទៅឲ្យកូនចំណែកឯខ្លួននាងវិញបានទ្រាំទ្រនឹងភាពអត់ឃ្លានដោយស្ងប់ស្ងាត់ទោះបីជារឿងនេះបានបញ្ចប់ទៅក៏ដោយប៉ុន្តែសេចក្តីស្រឡាញ់នៅក្នុងโลกនេះនឹងមិនសាបសូន្យឡើយទទួលយកគ្រប់រសជាតិនៃជីវិត